ស្វាគមន៍មកអ្នកគ្នាមកមើល One Day in My Life តាណាមកណាគឺថាមានមិត្តភ័ក្តិជួយរៀបចំគ្រប់កន្លែងតែម្ដងខ្ញុំអត់សូវចូលចិត្តចូលរួមកម្មវិធីទេដោយសារតែចូលរួមម្ដងត្រូវស្លៀកពាក់រៀបចំគ្នាច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងទៅបើខ្ញុំថតប្លុកភាគច្រើនពាក់តែខោខ្លីអាវយឺតថតទៅក៏មានគេមើលដែរនេះគឺជាកម្មវិធីដ៏ធំខួបទី8ឆ្នាំរបស់ក្រុមហ៊ុន Moria ហើយមិនដឹងថា Moria គាត់យកខ្ញុំចូលធ្វើ BA បន្តទៀតអត់ទេណាចិត្តខ្ញុំបេះដូងខ្ញុំគឺថាស្រឡាញ់ស្ម័គ្រស្មោះអង្ការងារតែម្ដងធ្វើបត្តការងារទូចធំក៏ដោយនិយាយទៅខ្ញុំធ្វើការមួយណាគឺមួយនឹងអញ្ចឹងទៅបើខ្ញុំអត់សូវទទួល BA ច្រើនហើយ CEO ខ្ញុំដូច Elon Musk ចឹងបងប្អូនអ្នកគ្នាគាត់រៀបរាប់ពីគុណភាពអត្ថប្រយោជន៍មុននឹងយកផលិតផលមួយមកលក់នៅក្នុងទីផ្សារស្រុកខ្មែរដែលឈរជើងរហូតដល់8ឆ្នាំក្រោយមកនេះខ្ញុំធ្វើ BA 2ឆ្នាំហើយប៉ុន្តែខ្ញុំមិនដែលប្រកាសទេបងប្អូនអ្នកគ្នាដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលយកខ្លួនអាចបានប៉ុន្តែឆ្នាំនេះខ្ញុំត្រូវតែប្រកាសដោយសារតែមានបងអុកស្គុនកញ្ញានិងបងសូណូហើយនិង Miss Universe ក្រុមហ៊ុន Moria ក៏បានយកខ្ញុំធ្វើជា BA មួយឆ្នាំទៀតជាមួយពួកគាត់ចឹងទៅខ្ញុំចង់ប្រកាសមែនទែនដោយសារតែខ្ញុំបានធ្វើការជាមួយបងកញ្ញាបងសូណូ Miss Universe Vijata គឺសប្បាយចិត្តខ្លាំងមែនទែនចង់ឲ្យបងប្អូនអ្នកគ្នាមានមោទនភាពដែរធ្វើ BA 2ឆ្នាំហើយប៉ុន្តែលាក់មុខលាក់មាត់មិនដែលហ៊ានប្រាប់គេទេគិតតែពីប្រម៉ូទធម្មតាតាមពិតទៅខ្ញុំធ្វើការឲ្យ Moria នេះគឺយូរមែនទែនបងប្អូនអ្នកគ្នាខ្ញុំពេញចិត្តស្រឡាញ់ការងារខ្ញុំខ្លាំងណាស់ Moria គេចែកកាដូម្នាក់មួយនៅក្នុងកាដូនឹងខំតែមើលស្មានតែបានរង្វាន់ដល់មើលទៅបានលោកពូនៅខាងក្រោយនោះគាត់ទទួលបាន iPhone បើខ្ញុំបាន iPhone ខ្ញុំដាក់ iPhone ចាប់ឲ្យ fan ខ្ញុំល្ងាចនឹងតែម្ដងតែយ៉ាងណាមិញតាមការសន្យាគឺខ្ញុំជូន Moria ចំនួន2ឈុតបងប្អូនអ្នកគ្នាដែលឆ្លើយថាបងអត់ស្គុនកញ្ញានិងបងសូណូដែលជា BA ថ្មីរបស់ Moria បងប្អូនអ្នកគ្នាកុំភ្លេចមើលឈ្មោះនៅក្នុង comment ផងណាពីសប្តាហ៍ក្រោយទៅខ្ញុំមានរង្វាន់ចាប់ឲ្យបងប្អូនអ្នកគ្នារហូតតែម្ដងដោយសារតែខ្ញុំទទួលបានអីគឺខ្ញុំផ្ដល់នឹងឲ្យបងប្អូនអ្នកគ្នាត្រឡប់ទៅវិញសប្បាយចិត្តបានជួបបងកញ្ញាបងសូណូ Vijata តែសប្បាយចិត្តទៀតដែលខ្ញុំមិននឹកស្មានថាខ្ញុំបានខ្លាចជា BA ជាមួយនឹងបងអោសគុណកញ្ញាគឺខ្ញុំរំភើបចិត្តខ្លាំងមែនទែនគឺអរគុណទៅកាន់ CEO អរគុណទៅកាន់ influencer ជាច្រើនដែលគាត់មកចូលរួមធ្វើការជាមួយនឹងគ្រួសាររបស់ Moria អរគុណមែនទែនចាស់ក្រុមហ៊ុននេះអ្នកនរគ្នាប៉ុន្តែដើរជុលកែវជុលអីគេដើរជំរាបសួរគេពេញមកតុកខ្ញុំធ្វើការដោយក្តីស្រឡាញ់មែនទែនហើយខ្ញុំសង្ឃឹមថាការចេះដឹងគុណមួយនេះនឹងបានផ្ដល់មេរៀនដល់ការបងប្អូនអ្នកគ្នាផ្ដល់ក្តីស្រឡាញ់និងចេះដឹងគុណនរណាម្នាក់ការដឹងគុណគេបងប្អូនទោះបីជាបងប្អូនអ្នកគ្នាចេញពីក្រុមហ៊ុនហ្នឹងក៏មានក្រុមហ៊ុនផ្សេងចាំទទួលបងប្អូនដែរប៉ុន្តែខ្ញុំស្រឡាញ់ Moria ហើយខ្ញុំនៅតែបម្រើជាមួយ Moria ខ្ញុំសូមជូនបងប្អូនអ្នកគ្នាចំនួន2ឈុតទៀតនៅក្នុង comment សរុបទាំងអស់4ឈុតថ្ងៃនេះតតែម្ដងអរគុណបងប្អូនអ្នកគ្នាដែលតាមដានទស្សនាវីដេអូមួយនេះខ្ញុំនៅវីដេអូល្អៗសប្បាយៗបន្តទៀតបាយបាយ